រឿងរ៉ាវរវាងគ្រូបង្វឹកលោកកាឡូអាន់សេឡូទីនិងកីឡាកររ៉ូណាល់ដូសួស្តីប្រិយមិត្តដែលស្ដាប់ Channel វិភាគកីឡាទាំងអស់គ្នាវិលមកជួបគ្នាវិញសារជាថ្មីជាមួយនឹងខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំសូមលើកយករឿងរ៉ាវរវាងលោកកាឡូអាន់សេឡូទីនិងកីឡាកររ៉ូណាល់ដូណាសារីអូជូនដល់អ្នកទាំងអស់គ្នាបានស្ដាប់កម្សាន្តអ្នកទាំងអស់គ្នាក៏អាចចូលទៅស្ដាប់នៅរឿងរ៉ាវកីឡាជាច្រើនរឿងទៀតនៅក្នុង playlist រឿងរ៉ាវកីឡារបស់ខ្ញុំផងដែរនៅក្នុងបទសម្ភាសន៍មួយលោកកាឡូអាន់សេឡូទីបានតម្លែងរឿងរ៉ាវមួយចំនួនដែលបានកាត់ឡើងក្នុងកំឡុងពេលដែលលោកដឹកនាំក្រុម AC Milan កាលពីឆ្នាំ2007កន្លងទៅរឿងរ៉ាវរវាងលោកកាឡូអាន់សេឡូទីនិងខ្សែប្រយោជន៍ជាតិប្រេស៊ីលរ៉ូណាល់ដូណាសារីអូបានក្លាយជារឿងកំ pl ែងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់ក្នុងកំឡុងពេលដែលអ្នកទាំងពីរស្នាក់នៅក្រុម AC Milan គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថាការខ្ញុំធ្វើជាគ្រូបង្វឹកដឹកនាំក្រុម AC Milan ក្រុមរបស់ពួកយើងបានចុះហត្ថលេខាផ្ទេរយកកីឡាកររ៉ូណាល់ដូណាសារីអូយកមកចូលរួមជាមួយនឹងក្រុម AC Milan ក្នុងតម្លៃប្រមាណជាង8លានផោនតែក៏នោះដែរខ្សែប្រយោជន៍សញ្ជាតិប្រេស៊ីលរូបនេះមានទម្ងន់រហូតដល់ជាង100គីឡូជាងឯណោះបន្ទាប់ពីខ្ញុំឃើញក្បាលពុតដ៏ធំរបស់គាត់បានធ្វើឲ្យខ្ញុំមានការបារម្ភអំពីការប្រកួតនៅថ្ងៃស្អែកនេះយ៉ាងខ្លាំងហើយមុនការប្រកួតបានចាប់ផ្ដើមខ្ញុំបានប្រាប់គាត់យ៉ាងដូចនេះថារ៉ូណាល់ដូឯងប្រហែលជាមិនអាចលេងបាល់បានទេឯងគួរតែសម្រាកគីឡូខ្លះទៅភ្លាមនោះរ៉ូណាល់ដូបានតបមកខ្ញុំវិញយ៉ាងដូចនេះថាតើលោកគ្រូចង់ឲ្យខ្ញុំធ្វើអ្វីនៅលើទីលានប្រកួតបើសិនបើលោកគ្រូចង់ឲ្យខ្ញុំរត់ដាក់ខ្ញុំអង្គុយនៅកៅអីបំរុងទៅចុះប៉ុន្តែបើសិនបើលោកគ្រូចង់បានក្របបាល់ដាក់ខ្ញុំឲ្យចូលលេងចុះពេលនោះខ្ញុំបានប្រថុយដាក់គាត់ឲ្យចូលលេងរ៉ូណាល់ដូមិនព្រមរត់តែសោះពេញមួយការប្រកួតប៉ុន្តែគាត់សើបាល់បានពីគ្រាប់ម្នាក់ឯងខ្សែរឿងខាងលើនេះបានបង្ហាញពីសមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងរបស់កីឡាកររ៉ូណាល់ដូហើយនៅទីបំផុតលោកកាឡូអាន់សេឡូទីក៏ទទួលស្គាល់ពីសមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះផងដែរព្រោះគាត់ស៊ើបបាល់បានពីគ្រាប់ម្នាក់ឯងបើទោះបីជាគាត់មិនរត់ច្រើននៅលើទីលានក៏ដោយក្រោយពីបានស្ដាប់រឿងរ៉ាវរបស់លោកកាឡូអាន់សេឡូទីនិងកីឡាកររ៉ូណាល់ដូមកបានធ្វើឲ្យខ្ញុំនឹកឃើញដល់សុភាសិតរបស់ខ្មែររបស់យើងដែលតែងតែពោលថាកុំវិតម្លៃលើមនុស្សតែសម្បកក្រៅមិនមែនមានតែក្នុងសុភាសិតរបស់ខ្មែរយើងតែមួយទេសូម្បីតែខាងប៉ែអឺរ៉ុបក៏គេមានខ្វល់របស់គេមួយដែលនិយាយថា Don't judge the book by its cover ដែលមានន័យជាខេមរភាសាថាកុំមើលមនុស្សតែសម្បកខាងក្រៅស្រដៀងគ្នាទៅនឹងសុភាសិតរបស់ខ្មែរយ៉ាងដែរវីដេអូនេះគ្រាន់តែជារឿងរ៉ាវបទខ្លីៗដែលខ្ញុំបានដាក់សងសម្រាប់អ្នកទាំងអស់គ្នាស្ដាប់កំសាន្តតែប៉ុណ្ណោះហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ស្ដាប់អេពីសូតពេញអ្នកទាំងអស់គ្នាអាចចូលទៅស្ដាប់ក្នុង Channel វិភាគកីឡាត្រង់អេពីសូតទី5ចំណងជើងកុំវិតម្លៃមនុស្សតែសម្បកខាងក្រៅប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តស្ដាប់ប្រភេទរឿងរ៉ាវបទខ្លីៗបែបនេះបន្តទៀតសូមកុំភ្លេចចុច like comment និង subscribe អ្នកមួយផងដើម្បីទទួលបានអេពីសូតថ្មីៗជាបន្តសូមអរគុណជួបគ្នានៅវីដេអូខាងក្រោយទៀត